ដើមឈើជាមិត្តដ៏ល្អវាសម្អាតខ្យល់នៅពេលអស់ដើមឈើខ្យល់នឹងមិនបរិសុទ្ធទេរឿងការថែរក្សាបរិស្ថានព្រៃឈើព្រឹកមួយកសិករចំណាស់ម្នាក់ឈ្មោះសែមបានយកផ្លាកមួយផ្ទាំងទៅបោះភ្ជាប់នឹងទ្វារចូលដីដ៏ធំរបស់គាត់ផ្លាកនោះសរសេរថាដីសម្រាប់លក់បោះផ្លាករួចអ៊ំសែមក៏ថយក្រោយបន្តិចដើម្បីអានអក្សរនៅលើផ្លាកនោះបន្ទាប់មកគាត់អង្គុយចុះក្រោមដើមឈើមួយដើមភ្លាមនោះមានបុរសពីរនាក់ជិះរថយន្តទំនើបមួយគ្រឿងមកឈប់នៅពីមុខគាត់បុរសម្នាក់ចុះពីរថយន្តហើយមកសួរគាត់តើដីនេះសម្រាប់លក់មែនឬទេតើអ្នកណាជាម្ចាស់ដីនេះអ៊ំសែមក្រាបឈរហើយនិយាយដោយយឺតបាទនេះជាដីសម្រាប់លក់ហើយវាជារបស់ខ្ញុំអ៊ំសែមបាននាំបុរសទាំងពីរដើរមើលដីនោះនៅពេលឆ្លងកាត់ព្រែកបុរសម្នាក់បាននិយាយយើងនឹងចាក់ដីបំពេញព្រែកនេះហើយសង់អគារនៅលើដីនេះអ៊ំសែមផ្លាត់មាត់បំពេញព្រែកដូច្នេះតើកង្កែបនឹងទៅឯណាបុរសម្នាក់ឆ្លើយអូវាអាចនឹងនៅព្រែកផ្សេងទៀតកង្កែបមិនសំខាន់ទេអ៊ំតបវិញប៉ុន្តែវាសំខាន់ព្រោះវាស៊ីសត្វល្អិតដូចជាមូសជាដើមនៅពេលដើរទៅដល់ដើមឈើធំមួយបុរសម្នាក់និយាយយើងនឹងជួលឲ្យគេកាប់ដើមឈើនេះយកមកធ្វើជាអុសលក់បន្ទាប់មកយើងសង់អគារច្រើនទៀតលោកអ៊ំនិយាយតិចកាប់ដើមឈើកន្លែងនេះនឹងប្រែជាក្តៅមិនខានបុរសម្នាក់ឆ្លើយមែនហើយយើងនឹងដាក់ម៉ាស៊ីនត្រជាក់និងកង្ហារនៅក្នុងអគារអ៊ំនិយាយដើមឈើជាមិត្តដ៏ល្អវាសម្អាតខ្យល់នៅពេលអស់ដើមឈើខ្យល់នឹងមិនបរិសុទ្ធទេពួកគាត់នាំគ្នាដើររហូតដល់ទន្លេបុរសម្នាក់និយាយដោយពេញចិត្តល្អណាស់កាកសំណល់ចេញពីរោងចក្រនឹងត្រូវបង្ហូរចូលទន្លេនេះអ៊ំលែងនិយាយអ្វីទាំងអស់ប៉ុន្តែគាត់បានស្រមៃឃើញទន្លេនេះនឹងលែងស្អាតទៀតហើយចំណែកត្រីធំងាប់ដោយសារកាកសំណល់នោះបុរសទាំងពីរបានដកប្រាក់មករាប់ដើម្បីប្រគល់ជូនអ៊ំសែមពេលនោះអ៊ំសែមក៏ប្តូរចិត្តមិនព្រមលក់ដីនោះវិញទេគាត់បានប្រាប់ថាបើគាត់លក់ដីនេះមានន័យថាគាត់បានចូលរួមចំណែកនៅក្នុងការបំផ្លាញបរិស្ថានដែរគាត់ក៏ប្រាប់ទៅបុរសទាំងពីរនោះថាខ្ញុំមិនលក់ដីនេះទេព្រោះខ្ញុំមិនចង់បំផ្លាញធម្មជាតិឡើយ